បើសិនជាអ្នកនរចង់ធ្វើការ custom ទៅលើ cursor mouse នៅលើកុំព្យូទ័ររបស់អ្នកនរគ្នាឲ្យមានរូបរាងជ្រុលៗបែបនេះអញ្ចឹងអ្នកនរគ្នាអាចចូលទៅ custom វានៅក្នុង extension 2ដែលក្នុងនោះមាន extension ទី1គឺ custom cursor trail ហើយមួយទៀតគឺcustom cursor for Chrome អញ្ចឹងចំពោះ extension ទី1នេះយើងអាចធ្វើការកំណត់ទៅលើ style ផ្សេងៗដូចជាផ្កាយឬក៏រូបរាងផ្សេងៗឲ្យវារត់ទៅតាម cursor របស់យើងដូចអ្នកនរគ្នាឃើញនៅលើ cursor របស់ខ្ញុំអញ្ចឹងយើងអាចធ្វើការ change ទៅរូបរាងផ្សេងៗដែលយើងចង់បានហើយបើសិនជាចង់បានរូបរាងផ្សេងៗច្រើនជាងនេះទៀតយើងអាចចុចកន្លែងមកហ្នឹងដើម្បីទៅកែបនៅដើម្បីទៅទទួលបាននៅរូបរាងផ្សេងៗទៅដើម្បី custom ទៅលើ cursor មករបស់យើងហ្នឹងហើយបើសិនយើងអត់ចង់ប្រើទេយើងអាចចុច turn off វាវិញមកដើម្បីបិទអាកន្លែង cursor ដែលរត់តាមក្រោយmouse ឬក៏ cursor របស់យើងហ្នឹង style ដែលរត់តាមក្រោយហ្នឹងអញ្ចឹងនេះខ្ញុំបើកមកវាចេញមកធម្មតាហើយមួយទៀតគឺទាក់ទងមក extension មួយនេះដែលយើងអាចធ្វើការបដូររូបរាងទៅលើបដូររូបរាងឬក៏ទៅ custom ទៅលើ cursor របស់យើងអញ្ចឹងយើងអាចដាក់ជារូបឆ្មាកដោលឬក៏រូប animate ផ្សេងៗរូប button ឬក៏រូបអីផ្សេងៗទៀតដែលយើងចង់បានដើម្បី custom ទៅលើ cursor របស់យើងហ្នឹងហើយវាក៏មិនមានតែប៉ុណ្្នឹងទេវាមានច្រើនលើសនឹងទៀតដែលយើងអាចចូលទៅកាន់កន្លែងនេះយើងអាចចូលទៅកាន់កន្លែងមក cursor ហ្នឹងដើម្បីធ្វើការទទួលបាននៅ cursor ផ្សេងៗទៀតបានហើយព្យាផងដែរថាបើសិនយើងអត់ចង់ប្រើ cursor នេះយើងអាចចុចកន្លែងសញ្ញាហ្នឹង icon មួយនឹងបានដើម្បីបិទវាដើម្បីឲ្យ cursor របស់យើងត្រឡប់ទៅកាន់រូបរាងដើមហើយយើងអាចធ្វើការបើកវាវិញនៅកន្លែង icon ដែរហ្នឹងដើម្បីធ្វើការ change ទៅតាមរូបដែលយើងចង់បានហ្នឹងហើយយើងក៏អាចធ្វើការកំណត់លើ size របស់វាបានដូចគ្នាឲ្យវាតូចឬក៏វាធំជាងមុនទៅតាមអីដែលយើងចង់បាននេះដូចខ្ញុំកំពុងតែកំណត់អញ្ចឹងហើយក្នុង extension នេះក៏យើងអាចធ្វើការ customize ទៅដាក់រូបភាពរបស់យើងបានដែរដូចខ្ញុំក៏បានធ្លាប់ធ្វើការ customize ដាក់ជារូបរបស់ខ្ញុំដែរតែនេះខ្ញុំ edit វាអត់សូវជាអត់ជាស្អាតទេខ្ញុំ upload រូបចូលតែម្ដងអញ្ចឹងវាមើលទៅអត់សូវទំនងទេអញ្ចឹងអ្នកនរអាចធ្វើការ custom បានគឺការចូលកន្លែង setting មកហើយក្នុងនោះវាមាន option ច្រើនលើសហ្នឹងយើងអាចធ្វើការ upload cursor ហ្នឹងហើយយើងដាក់រូបភាពដែលយើងចង់បានមកហើយដើម្បីធ្វើការចូលទៅកាន់ខ្ញុំសូម change កន្លែងនេះដាក់ cursor មួយនេះវិញអញ្ចឹងដើម្បីចូលទៅកាន់ការ install ទៅលើ extension 2នេះយើងគិតតែចូល web store មកអញ្ចឹងយើងវាយពាក្យថាយើងវាយពាក្យ web store មកអញ្ចឹងយើងឃើញមានកន្លែងនេះមួយអញ្ចឹងយើងគិតតែចុចលើវាមកវានឹងចូលទៅកាន់កន្លែងនេះហើយអញ្ចឹងយើងគិតតែវាយពាក្យ extension មកយើង custom នេះ custom cursor នេះមកឧទាហរណ៍កន្លែងនេះមួយអញ្ចឹងវានឹង load ជារូបរាងអញ្ចឹងមកយើងគិតតែចុចកន្លែងពាក្យ install ហ្នឹងមកដោយសារតែកន្លែងនេះខ្ញុំ install ហើយវាឲ្យខ្ញុំ remove តែបើសិនអ្នកអត់ install ទេយើងអាចធ្វើការ install បានវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងអរគុណអ្នកនរដែលតាមដានទស្សនាវីដេអូរបស់ខ្ញុំសូមអរគុណសូមជម្រាបលានិងជួបគ្នានៅឱកាសក្រោយ